ជាបឋមខ្ញុំសូមធ្វើការកែសម្រួលបន្តិចតាក់ទងទៅនឹងវីដេអូមួយសើមិញដែលក្នុងនោះខ្ញុំបានចាក់បទចម្រៀងមួយដែលមានចំណងជើងថានិពន្ធអស់ពឹសហើយខ្ញុំបាននិយាយថាបទនោះគឺជាចម្រៀងរបស់លោកតាសិនស៊ីសមុទ្រតាមពិតបទចម្រៀងនិពន្ធអស់ពឹសនេះច្រៀងដោយលោកចឹកសៀងសំណងអញ្ចឹងសូមអភ័យទោសហើយសូមធ្វើការកែតម្រូវហើយថ្ងៃនេះខ្ញុំចង់ពិភាក្សាបន្តទៀតរឿងប្រាសាទតាមាន់តាក់ទងទៅនឹងប្រសាសន៍របស់ឯកឧត្តមអ្នកវងមេបញ្ជាការប្រចាំនៅប្រាសាទតាមាន់ដែលក្នុងនោះគាត់បានមានប្រសាសន៍ថាប្រាសាទតាមាន់ឬក៏តំបន់ប្រាសាទតាមាន់ហ្នឹងមិនមែនជាតំបន់សតំបន់ក្រហមឬក៏តំបន់ខ្មៅអ្វីទេពេលថ្ងៃមានទាហានខ្មែរ5នាក់ទាហានសៀម5នាក់នៅក្នុងប្រាសាទហើយពេលយប់ទាហានទាំងអស់នោះនៅកន្លែងរៀងៗខ្លួនប៉ុន្តែយើងមិនបានកំណត់ថាជាតំបន់សឬតំបន់ក្រហមតំបន់ខ្មៅអីទេក៏ប៉ុន្តែប្រាសាទតំបន់នេះបច្ចុប្បន្ននេះគឺពេលថ្ងៃកងទ័ពថៃ5នាក់កងទ័ពកម្ពុជាយើង5នាក់ឈរនៅក្នុងប្រាសាទពេលយប់យើងទៅនៅកន្លែងរៀងៗខ្លួនប៉ុន្តែការដែលទាហានសៀមចូលមកគ្រប់គ្រងឬក៏ធ្វើការត្រួតពិនិត្យល្បាតយាមកាមនៅតំបន់ប្រាសាទតាមាន់ធំជាមួយនឹងទាហានខ្មែរនោះបញ្ជាក់ថាតំបន់នេះគឺជាតំបន់ត្រួតស៊ីគ្នាឬក៏តំបន់ប្រទៀងបតុងឬក៏ជាតំបន់សហ្នឹងឯងទោះយើងមិននិយាយក៏ដោយតែយើងអនុញ្ញាតឲ្យគេចូលមកដល់តំបន់ហ្នឹងខណៈដែលព្រំដែននោះនៅឆ្ងាយប្រហែលជា1គីឡូ2គីឡូទៀតនោះតាមពិតយើងត្រូវបិទគេមិនឲ្យចូលតាំងពី2គីឡូនៅខាងមុខណោះប៉ុន្តែគេចូលមកតំបន់ហ្នឹងហើយគេយាមជាមួយយើងពេលថ្ងៃពេលយប់បានគេចេញទៅហើយអ្វីខ្ញុំឆ្ងល់តើនេះគឺជាបទបញ្ជារបស់ឯកឧត្តមអ្នកវងមេបញ្ជាការកងទ័ពនៅតំបន់ប្រាសាទតាមាន់ហ្នឹងដោយខ្លួនគាត់ឬក៏នេះគឺជាការសម្រេចចិត្តពីថ្នាក់លើមកឥឡូវនេះសំណួរចុងក្រោយទោះនេះជាការសម្រេចចិត្តរបស់ឯកឧត្តមអ្នកវងខ្លួនឯងក៏ដោយជាការសម្រេចចិត្តពីថ្នាក់លើប៉ុណ្ណាក៏ដោយសំណួរតើឯកឧត្តមអ្នកវងឬក៏អ្នកដែលបញ្ជាឲ្យឯកឧត្តមអ្នកវងនិយាយបែបហ្នឹងនឹងបញ្យល់ប្រាប់កូនចៅជំនាន់ក្រោយយ៉ាងម៉េចមិនមែនតែឯកឧត្តមអ្នកវងហើយនឹងអ្នកផ្សេងអ្នកដឹកនាំនៃប្រទេសកម្ពុជាណាបងប្អូនអស់គ្នាក៏ដោយខ្ញុំក៏ដោយតើយើងនឹងបញ្យល់កូនចៅរបស់យើងយ៉ាងម៉េច5ឆ្នាំក្រោយបើសិនជាបងប្អូនអស់គ្នាមានកូនអាយុ7 8ឆ្នាំ5ឆ្នាំក្រោយវាអាយុ13ឆ្នាំវាចាប់ដើមរៀនប្រវត្តិសាស្ត្រហើយកូនយើងសួរថាប៉ាឬក៏ម៉ាក់កាលនោះប៉ាម៉ាក់នៅណាបានជាបដោយឲ្យសៀមយកប្រាសាទតាមាន់នឹងបានយើងបញ្យល់ថាម៉េចពេលហ្នឹងប៉ានៅធ្វើទាហានធ្វើមេបញ្ជាការនៅនឹងដែរប៉ុន្តែប៉ាអត់ហ៊ានមិនដឹងបញ្យល់ថាម៉េចឲ្យសមបងប្អូនហ្នឹងបញ្យល់ថាម៉េចឲ្យសមនេះខ្ញុំក៏អត់ដឹងបញ្យល់ថាម៉េចធ្វើបើតែខ្ញុំមិនមែនជាអ្នកចូលរួមដោយផ្ទាល់ធ្វើឲ្យបាត់បង់ប្រាសាទហ្នឹងក៏ដោយខ្ញុំជាអ្នកឈរមើលនេះខ្ញុំមិនដឹងបញ្យល់ថាម៉េចខ្ញុំបញ្យល់កូនខ្ញុំថាម៉េចកូនខ្ញុំយ៉ាងនៅទូបន្តិចអញ្ចឹង5ឆ្នាំកូនខ្ញុំមិនទាន់ដឹងប្រហែលជា10ឆ្នាំជាងទៅទៀត10ឆ្នាំទៀតកូនខ្ញុំក៏ចាប់ដើមរៀនប្រវត្តិសាស្ត្រខ្មែរដែរហើយខ្ញុំបញ្យល់កូនខ្ញុំថាម៉េចប៉ាកំពុងតែនៅឈរនៅអាមេរិកប៉ាធ្វើអីអត់បានទេប៉ាបានធ្វើនិយាយហើយប្រាសាទហ្នឹងក៏បាត់ទៅនឹងបញ្យល់អញ្ចឹងកូនវាស្ដាប់បានអត់វាសមរម្យអត់កូនខ្ញុំវាទទួលយកបានអត់ដឹងបញ្យល់ថាម៉េចទេហើយអ្នកដែលប្រឡូកផ្ទាល់អ្នកដែលការពារប្រាសាទនឹងផ្ទាល់នេះបញ្យល់កូនចៅខ្លួនឯងថាម៉េចបើសិនជាយើងបាត់ប្រាសាទហ្នឹង